បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំសូមនាំលំហាត់មួយមកបង្ហាញអំពីរបៀបតម្រៀបទិន្នន័យតាមលំដាប់ពីតូចទៅធំឬក៏ពីធំទៅតូចអូខេក្នុងនេះគឺខ្ញុំបានសង់តារាងទិន្នន័យរួចហើយក្នុងនេះគឺខ្ញុំមានគោលបំណងមួយគឺខ្ញុំចង់សតបាទទិន្នន័យសម្រាប់ខែមករាថាតើឈ្មោះមួយណាដែលគាត់បានបន្ទុកខ្ពស់ជាងគេហើយបន្តទៀតខ្ញុំនឹងអនុវត្តពីធំទៅតូចនិងពីតូចទៅធំឲ្យបងប្អូនទាំងអស់គ្នាមើលអូខេឥឡូវនេះយើងទៅមើលលំហាត់យើងទាំងអស់គ្នាឥឡូវហ្នឹងមុននឹងអាចសតបានគឺយើងត្រូវ select ទៅលើទិន្នន័យរបស់យើងសិនបន្តមកទៀតយើងចូលទៅក្នុង layout ហើយយើងយកពាក្យថា short អូខេឥឡូវនេះគឺគេដាក់ពាក្យថា short by ខាងលើនេះអញ្ចឹងយើងចង់ short នៅក្នុង column មួយណាឥឡូវនេះខ្ញុំចង់ short សម្រាប់ខែមករាសិនគេខ្ញុំយកខែមករាគឺcolumn ទី1ទី2ទី3និងទី4អូខេអញ្ចឹងខែមករានេះ column ទី4អញ្ចឹងខ្ញុំ short by column ទី4ឥឡូវនេះយើងមាន2 option ទី1គឺ ascending ទី2គឺ descending អញ្ចឹង ascending នេះគឺសម្រាប់តម្រៀបលំដាប់ទិន្នន័យពីតូចទៅធំហើយអានេះគឺ descending ពីធំទៅតូចអូខេឥឡូវនេះខ្ញុំរៀបទិន្នន័យពីតូចទៅធំមុនបន្ទាប់មកខ្ញុំយក ascending ហើយយើងចុចពាក្យថាអូខេឥឡូវនេះគឺវាតម្រៀបលេខតាមលំដាប់ឲ្យយើងហើយប៉ុន្តែអ្វីដែលជាបញ្ហានោះគឺលេខរៀងនេះគឺយើងអត់ចង់ឲ្យដូរទេថាដល់ពេលដោយសារតែវាដូរដោយសារតែវារត់ទៅតាមលេខទៅតាមទិន្នន័យ100វិញនេះអញ្ចឹងខ្ញុំលុបវាចោលខ្ញុំអត់ត្រូវការវាទេឥឡូវនេះគឺយើងចូលទៅ home ហើយយើងយកពាក្យថា numbering ហើយយើងយកលេខ1ហ្នឹងមកអូខេឥឡូវនេះយើងទាញតម្រង់វាមើលទៅវានៅចំ center ហើយចាំយើងformat ហើយយើងselect ទៅលើ row ទាំងអស់ហ្នឹងមកវានឹងបង្ហាញលេខហ្នឹងហើយអូខេឥឡូវនេះគឺខ្ញុំសតទៀតខ្ញុំសតសម្រាប់ខែមករាដដែលប៉ុន្តែឥឡូវនេះគឺខ្ញុំសតតម្រៀបលេខហ្នឹងពីលំដាប់ពីធំមកតូចវិញអូខេខ្ញុំ select លើតន្ន័យទាំងអស់យើងសិន select លើតន្ន័យហ្នឹងមកហើយយើងចូលទៅក្នុង layout បន្តមកយើងយកពាក្យថា short ហើយលើកនេះគឺយើងរក column 1 column 2 column 3 column 4អូខេ column 4ដដែលប៉ុន្តែលើកហ្នឹងយើងយកពីធំទៅតូចគឺយើងជ្រើសរើសយកពាក្យថា descending អញ្ចឹងនៅពេលដែលយើងចុច OK មកនេះអញ្ចឹងលេខនេះគឺអត់ប្រែប្រួលទេដោយសារតែយើងចងវាជា numbering ហើយអញ្ចឹងអ្វីដែលប្រែប្រួលគឺទិន្នន័យនៅលើ row ខាងក្នុងនេះអូខេវាប្រែប្រួលហើយវាមិនអាចត្រឹមតែសតតែទិន្នន័យជាលេខទេទិន្នន័យជាអក្សរក៏យើងអាចសតបានដែរឧទាហរណ៍ថាយើងចង់តម្រៀបអក្សរហ្នឹងពីកទៅអឧទាហរណ៍ថាខ្ញុំដូរថាកាន់រដ្ឋាអូខេអញ្ចឹងខ្ញុំអាចសតជាឈ្មោះបានដោយតម្រៀបឈ្មោះហ្នឹងគឺពីកដល់អវិញគេអញ្ចឹងយើងចូលទៅ short ហើយយើងមើល column ឈ្មោះរបស់យើងគឺនៅក្នុង column ទី2អញ្ចឹងយើងដាក់ column ទី2មកអានេះវាលុប text ស្រាប់អូខេត្រូវហើយអញ្ចឹងបើយើងហៅពីកទៅអយើងត្រូវយកពាក្យថា ascending ហើយយើងចុចអូខេមកនោះវានឹងតម្រៀបទិន្នន័យឈ្មោះយើងពីកទៅអយើងចង់រៀបពីអទៅខវិញយើងគ្រាន់តែដូរពី ascending ទៅ descending ទៅអូខេ column ទី2ហើយយើងយក descending អញ្ចឹងពីអទៅកវិញរត់ទៅច្រាវវិញអូខេអញ្ចឹងកន្លែងនេះដូចជាមិនជាបញ្ហាទេអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អាចcommentសួរនៅក្នុងខមវីដេអូនេះបានបាទសូមអរគុណ